សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយប្រហែលអាទិត្យនេះខ្ញុំមិនសូវបានផុសវីដេអូដោយសារខ្ញុំមិនសូវស្រួលខ្លួនបាទឈឺពេញមកផ្ទះដែលធ្វើឲ្យខ្ញុំលើកយករឿងសុខភាពចែករំលែកដល់បងប្អូនម្ដងរឿងនោះគឺជាទម្លាប់របស់យើង5យ៉ាងដែលអាចធ្វើឲ្យយើងគាំងបេះដូងឬក៏ដាច់សរសៃឈាមខួរក្បាលពេលដែលយើងកំពុងដេកនៅពេលយប់ហើយខ្ញុំក៏សូមបញ្ជាក់ថាខ្ញុំមិនមែនជាគ្រូពេទ្យឬក៏ជាអ្នកជំនាញផ្នែកខាងសុខភាពទេប៉ុន្តែដោយសារខ្ញុំឃើញអត្ថបទមួយនេះនិយាយតាក់ទងនឹងសុខភាពដែលខ្ញុំយល់ឃើញថាវាមានអត្ថប្រយោជន៍ចំពោះយើងគ្រប់គ្នាដែលធ្វើឲ្យខ្ញុំមានចិត្តចង់ចែករំលែកដល់បងប្អូនហើយបើបងប្អូនយល់ថាមានអត្ថប្រយោជន៍ចំពោះយើងគ្រប់គ្នាសូមមេត្តាជួយ like និង share ផងដើម្បីឲ្យបងប្អូនដទៃទៀតបានដឹងបានឮហើយខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលបានជួយគាំទ្រហើយបើបងប្អូនមិនទាន់បាន subscribe សូមជួយចុច subscribe ដើម្បីបានវីដេអូដែលខ្ញុំធ្វើពីនេះពីនោះចែករំលែកដល់បងប្អូនស្ដាប់និងមើលកម្សាន្តបាទសូមអរគុណយើងគ្រប់គ្នាតែងតែយល់ឃើញថាយើងដេកលើគ្រែរបស់យើងនៅពេលយប់នេះដោយបិទភ្នែករបស់យើងដោយដែលយើងធ្លាប់ធ្វើរាប់ពាន់ដងដោយពីមុនអញ្ចឹងហើយព្រលឹមឡើងក៏ភ្ញាក់ឡើងវិញជាធម្មតាប៉ុន្តែដោយគ្មានបំរាមគ្មានការឈឺចាប់គ្មានការចងចាំអ្វីទេគ្រាន់តែនៅស្ងៀមហើយក៏លែងបើកភ្នែកមកវិញដែររឿងនេះបានកើតឡើងជាញឹកញាប់ជាងអ្វីដែលយើងទាំងអស់គ្នាបានដឹងជារៀងរាល់ឆ្នាំមនុស្សពេញវ័យរាប់រយរាប់ពាន់នាក់ដែលទទួលរងនឹងការគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលគណៈពេលដែលពួកគេកំពុងតែដេកលក់ហើយនេះគឺជាផ្នែកមួយដ៏គួរឲ្យភ័យខ្លាចបំផុតសម្រាប់យើងទាំងអស់គ្នាមូលហេតុមិនមែនជាអ្វីដែលយើងដឹងពីមុននោះទេឬក៏ជាសំណាងយើងអាក្រក់ឬក៏ជាពូជរបស់យើងតែមួយមុខនោះទេតាមពិតគឺជាទម្លាប់របស់យើងដែលយើងបានធ្វើជារៀងរាល់យប់ដោយយើងមិនដែលជឿថាវាអាចមានគ្រោះថ្នាក់នោះទេហើយខ្ញុំនឹងពិពណ៌នាជូនបងប្អូនអំពីទម្លាប់របស់យើងដែលយើងតែងតែធ្វើដោយមិនដឹងថាជាគ្រោះថ្នាក់បំផុតសម្រាប់បេះដូងនិងសរសៃឈាមក្បាលរបស់យើងហើយសំខាន់ជាងនេះទៅទៀតបើយើងផ្លាស់ប្ដូរទម្លាប់ទាំងអស់នោះចាប់តាំងពីពេលនេះតទៅយើងនឹងអាចកាត់បន្ថយមហានិភ័យនោះជាច្រើនហើយទាំងអស់នេះមិនមែនជាការបំភ្លើសទេទាំងអស់នេះគឺជាការពិតផ្នែកវិទ្យាសាស្ត្រដែលខ្ញុំបកប្រែចេញមកពីអត្ថបទរបស់លោកវិជ្ជបណ្ឌិតម្នាក់ឈ្មោះ Charlie Bennett ដែលគាត់បានចំណាយពេលជាច្រើនឆ្នាំសិក្សាអំពីសរសៃឈាមបេះដូងចំពោះអ្នកដែលមានអាយុ50ឆ្នាំឡើងទៅដែលយើងទាំងអស់គ្នាភាគច្រើនមិនបានដឹងថាគ្រោះថ្នាក់គាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលកើតឡើងរវាងម៉ោង1យប់និង6ព្រឹកហើយនោះមិនមែនជារឿងចៃដន្យទេនៅអំឡុងពេលចូលដេកពេលយប់រាងកាយរបស់យើងត្រូវបានគេសន្មត់ថាចូលទៅក្នុងរបៀបរៀបចំឡើងវិញសម្ពាធឈាមរបស់យើងបានធ្លាក់ចុះដោយធម្មជាតិចង្វាក់បេះដូងរបស់យើងទាំងអស់ថយចុះប្រព័ន្ធសរសៃប្រសាទរបស់យើងបដូរទៅជារបៀបជួសជុលឡើងវិញបន្ទាប់ពីយើងបានប្រើអស់រយៈមួយថ្ងៃពេញខួរក្បាលរបស់យើងចាប់ផ្ដើមសម្អាតកាកសំណល់ផ្លូវចិត្តដែលកកកុញក្នុងកំឡុងពេលថ្ងៃប៉ុន្តែនៅពេលដែលទម្លាប់របស់យើងមួយចំនួនដែលយើងមិនបានដឹងបានចូលជ្រៀតជ្រែកជាមួយដំណើរការប្រព័ន្ធរាងកាយរបស់យើងតាមធម្មជាតិនេះដែលជាមូលហេតុគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលកើតឡើងញឹកញាប់ក្នុងអំឡុងពេលគេងហើយទម្លាប់ពេលយប់ទាំង5ដែលមានគ្រោះថ្នាក់ដល់ជីវិតរបស់យើងនោះគឺទី1បងប្អូនខ្លះប្រហែលជាដឹងខ្លះរួចទៅហើយការញ៉ាំម្ហូបអាហារពេលល្ងាចយឺតពេកនិងញ៉ាំច្រើនពេកដែលមនុស្សជាច្រើនមិនបានយល់ឃើញថារឿងនេះគ្រោះថ្នាក់ទេមនុស្សភាគច្រើនគិតថាខ្ញុំគ្រាន់តែញ៉ាំអាហារពេលល្ងាចប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីអ្នកមានអាយុ50ឆ្នាំអ្វីដែលអ្នកញ៉ាំនៅពេលយប់ពេកអ្នកមិនដឹងថាបេះដូងរបស់អ្នកខិតខំធ្វើការមិនបានសម្រាកនោះទេនៅពេលដែលអ្នកទាំងអស់គ្នាញ៉ាំអាហារច្រើននៅពេលល្ងាចជាពិសេសបន្ទាប់ពីម៉ោង8ឬក៏9យប់នោះមានគ្រោះថ្នាក់ជាច្រើនអាចកើតឡើងក្នុងពេលតែមួយប្រព័ន្ធរំលាយអាហាររបស់អ្នកទាំងអស់គ្នាទាមទារឲ្យបង្កើនលំហូរឈាមដែលធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកត្រូវតែធ្វើចលនាបូមឲ្យខ្លាំងជាងមុនដើម្បីបង្កើនលំហូរឈាមផ្គត់ផ្គង់ក្រពះនិងពោះវៀនរបស់អ្នកសម្ពាធឈាមរបស់អ្នកនឹងកើនឡើងជាខ្លាំងជាងការធ្លាក់ចុះហើយការរំលាយអាហាររបស់អ្នកខិតខំបង្កើនល្បឿនដែលវាគួរតែថយចុះនៅពេលដែលយើងចូលគេងនិយាយឲ្យសាមញ្ញទៅគឺអ្នកបង្ខំបេះដូងរបស់អ្នកឲ្យធ្វើការលើសម៉ោងដែលជាពេលវេលារបស់វាត្រូវការសម្រាក
ហើយរឿងនេះបានបោះពុម្ពផ្សាយអំពីការសិក្សាដ៏សំខាន់នៅក្នុងទិនានុប្រវត្តិបេះដូងផ្នែកខាងអឺរ៉ុបដែលបានតាមដានជាមួយមនុស្សជាង 10,000 នាក់ដែលប្រើអស់រយៈពេលជាច្រើនឆ្នាំអ្នកដែលញ៉ាំអាហារពេលល្ងាចហួសម៉ោងជាប្រចាំមានមហានិភ័យខ្ពស់នៃការគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលបើប្រៀបធៀបទៅអ្នកដែលញ៉ាំអាហារពេលល្ងាចតាមម៉ោងធម្មតាហេតុអ្វីបានជាវាកើតឡើងដោយបង្កើនការរលាកសរសៃឈាមវារំខានដល់ការធ្លាក់ចុះសម្ពាធឈាមទៅជាធម្មតានៅពេលយប់ហើយមានគ្រោះថ្នាក់មួយទៀតដែលមនុស្សភាគច្រើនមិនអើពើការចូលគេងដោយក្រពះពេញឬក៏ក្រពះយើងនៅឆ្អែតវាបានបង្កើនអាស៊ីតច្រាលត្រឡប់មកបំពង់កវិញការច្រាលអាស៊ីតមិនត្រឹមតែបណ្ដាលឲ្យមិនស្រួលនោះទេវាអាចបង្កឲ្យមានការរំខានចង្វាក់បេះដូងដ៏គ្រោះថ្នាក់ប៉ុន្តែដំណឹងល្អគឺថាការកែតម្រូវទម្លាប់នេះអាចនាំមកនូវអត្ថប្រយោជន៍ភ្លាមឆាប់បរិភោគអាហារពេលល្ងាចហើយមិនឲ្យឆ្អែតពេកវានឹងអនុញ្ញាតឲ្យបេះដូងរបស់អ្នកសម្រាកបានយ៉ាងពិតប្រាកដនៅពេលយប់ឧបករណ៍រក្សាសម្ពាធឈាមរបស់អ្នកទៅជាធម្មតាមហានិភ័យនៃគ្រោះថ្នាក់គាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលនៅពេលយប់ភាគរយបានធ្លាក់ចុះយ៉ាងខ្លាំងឥឡូវយើងបន្តទៅទម្លាប់ពេលយប់ដែលមានគ្រោះថ្នាក់ទី2ដែលមនុស្សជាច្រើនមើលស្រាលការលាបថ្នាំរំលងឬលាបថ្នាំខុសពេលវេលាតើបងប្អូនបានលាបថ្នាំសម្រាប់សម្ពាធឈាម cholesterol ឬធ្វើឲ្យឈាមស្ដើងទេផ្នែកនេះគឺមានសារៈសំខាន់ណាស់ដើម្បីឲ្យសម្ពាធឈាមដើរតាមចង្វាក់ប្រចាំថ្ងៃជាធម្មតាចំពោះបុគ្គលដែលមានសុខភាពល្អវាបានធ្លាក់ចុះកំឡុងពេលគេងនៅពេលយប់ប៉ុន្តែចំពោះមនុស្សដែលមានអាយុលើសពី50ឆ្នាំឡើងទៅការធ្លាក់ចុះសម្ពាធឈាមនេះមិនមានទេហើយអាក្រក់ជាងនេះទៅទៀតមនុស្សដែលមានវ័យចំណាស់បន្តិចសម្ពាធឈាមភាគច្រើនកើនឡើងនៅពេលយប់នេះត្រូវបានគេហៅថាជំងឺលើសឈាមពេលយប់ហើយវាមានគ្រោះថ្នាក់ខ្លាំងណាស់ការសិក្សាធំដែលបានបោះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រទូទៅបានបង្ហាញថាថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមអាចកាត់បន្ថយការគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលនៅពេលយប់បានជិតពាក់កណ្ដាលប៉ុន្តែការខកខានលាបថ្នាំឬក៏លាបថ្នាំមិនទៀងទាត់នឹងអាចធ្វើឲ្យសម្ពាធឈាមកើនឡើងកំឡុងពេលគេងការកើនឡើងនេះអាចបង្កឲ្យមានសន្ទះខ្លាញ់ដ៏សាហាវនៅក្នុងសរសៃឈាមរបស់យើងដែលដុំខ្លាញ់នោះពួកវាអាចធ្វើឲ្យស្ទះដំណើរឈាមដែលធ្វើដំណើរទៅកាន់បេះដូងឬខួរក្បាលហើយជារឿយវាកើតឡើងដោយគ្មានរោគសញ្ញាព្រមានណាមួយឡើយអ្នកជំងឺមួយចំនួនដែលភ្លេចហូបថ្នាំរបស់គាត់ជាច្រើនដងក្នុងមួយសប្តាហ៍ពួកគាត់ខ្លះអាចទទួលរងនៅជំងឺដាច់សរសៃឈាមខួរក្បាលហើយបើសិនជាគាត់ទទួលព្យាបាលបានរួចជីវិតយ៉ាងណាក្តីក៏ពួកគាត់ទាំងអស់នោះនឹងខ្វិនពិការជាអចិន្ត្រៃយ៍ពេលវេលាប្រើថ្នាំមិនមែនជារឿងតូចតាចទេវាជាបញ្ហានៃជីវិតនិងសេចក្តីស្លាប់ហើយបើយើងមិនច្បាស់សូមពិភាក្សាអំពីពេលវេលាប្រើថ្នាំជាមួយគ្រូពេទ្យរបស់យើងហើយប្រើប្រាស់កម្រិតថ្នាំតាមបញ្ជារបស់លោកវេជ្ជបណ្ឌិតទម្លាប់ពេលយប់ដែលមានគ្រោះថ្នាក់ទី3ជំងឺ sleep apnea ដែលយើងហៅថាជំងឺដេកមិនស្កប់ជាមួយការផ្អាកដកដង្ហើមដែលជាទម្លាប់របស់មនុស្សភាគច្រើនមិនទាន់បានធ្វើរោគវិនិច្ឆ័យឬមិនបានព្យាបាលការគេងបណ្ដាលឲ្យមានការផ្អាកដកដង្ហើមម្ដងហើយម្ដងទៀតក្នុងកំឡុងពេលគេងពេលខ្លះមានរយៈពេល10 20ឬសូម្បីតែ30វិនាទីការផ្អាកដកដង្ហើមនីមួយធ្វើឲ្យកម្រិតអុកស៊ីហ្សែនក្នុងឈាមធ្លាក់ចុះហើយធ្វើឲ្យចង្វាក់បេះដូងរបស់យើងដើរញាប់ដែលធ្វើឲ្យសម្ពាធឈាមរបស់យើងកើនឡើងហើយអ័រម៉ូនរបស់យើងស្រេះជាខ្លាំងហើយកើនឡើងរាប់រយដងក្នុងមួយយប់ការសិក្សាធំពីសាកលវិទ្យាល័យធំបង្ហាញថាជំងឺការគេងមិនស្កប់ជាមួយការផ្អាកដកដង្ហើមដែលយើងហៅថា sleep apnea ដោយមិនបានព្យាបាលត្រឹមត្រូវគឺវាបង្កើនមហានិភ័យនៃការគាំងបេះដូង3ដងនិងបង្កើនមហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល4ដងសញ្ញាព្រមានរួមទាំងមានការសមុខរ៉ាំរៃខ្លាំងភ្ញាក់ពីដំណេកដកដង្ហើមធំឈឺក្បាលពេលព្រឹកអស់កម្លាំងខ្លាំងនៅពេលថ្ងៃហើយមានសម្ពាធឈាមដែលពិបាកនឹងគ្រប់គ្រង
ការដេកផ្អៀងអាចជួយបានប៉ុន្តែវាមិនមែនជំនួសការធ្វើរោគវិនិច្ឆ័យជាមួយវេជ្ជបណ្ឌិតដ៏ត្រឹមត្រូវនោះទេដូច្នេះយើងត្រូវតែទៅជួបវេជ្ជបណ្ឌិតដើម្បីធ្វើការព្យាបាលហើយឥឡូវនេះទម្លាប់មួយនេះទៀតមានគ្រោះថ្នាក់ដោយទម្លាប់ខាងលើដែរទម្លាប់បន្ទាប់គឺកាន់តែកើតមានញឹកញាប់ព្រោះមនុស្សចាស់ជាច្រើនធ្វើវាដោយចេតនាដែលជឿថាវាមានសុខភាពល្អជាងនោះហើយជាកន្លែងដែលគ្រោះថ្នាក់ពិតប្រាកដចាប់ផ្ដើមទម្លាប់នោះគឺទម្លាប់ពេលយប់មានគ្រោះថ្នាក់ទី4ដែលយើងធ្វើដោយចេតនាហើយមិនដឹងខ្លួនថាវាមានគ្រោះថ្នាក់នោះគឺជាការចូលគេងដែលខ្សោះជាតិទឹកឬមិនហ៊ានហូបទឹកមុនចូលគេងហើយបន្ទាប់ពីមានអាយុ50ឆ្នាំឡើងទៅមនុស្សភាគច្រើនមិនសូវមានអារម្មណ៍ស្រេកទឹកប្រមាណទេទម្លាប់មួយដែលមនុស្សចាស់ជាច្រើនបានអនុវត្តដោយចេតនាដែលជឿថាវាការពារការគេងរបស់ពួកគាត់មនុស្សជាច្រើនក៏កំណត់ការទទួលទានទឹកនៅពេលយប់ដើម្បីជៀសវាងការភ្ញាក់ពីដំណេកដើម្បីប្រើបន្ទប់ទឹកគំនិតនេះស្ដាប់ទៅដូចជាវាត្រូវមែនប៉ុន្តែតាមពិតវាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយមូលហេតុដែលវាមានគ្រោះថ្នាក់នោះគឺខណៈពេលដែលយើងកំពុងគេងរាងកាយរបស់យើងបន្តបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើមនិងញើសប្រសិនបើយើងចូលគេងដោយគ្មានជាតិទឹកគ្រប់គ្រាន់ឬក៏ខ្សោះជាតិទឹកប្រព័ន្ធត្រួតឈាមរបស់យើងនៅពេលយប់នោះនឹងមានគុណវិបត្តិនេះជាអ្វីដែលបានកើតឡើងនៅក្នុងខ្លួនរបស់យើងនៅពេលដែលយើងខ្សោះជាតិទឹកឈាមរបស់យើងកាន់តែខាប់ហើយពេលដែលឈាមយើងខាប់លំហូរឈាមធ្វើដំណើរកាន់តែយឺតឈាមដែលធ្វើចលនាយឺតអាចបណ្ដាលឲ្យមានការងាយស្រួលនឹងស្ទះផ្សំទាំងអស់នេះក្នុងអំឡុងពេលគេងអត្រាចង្វាក់បេះដូងរបស់អ្នកនឹងចុះខ្សោយដោយធម្មជាតិហើយសម្ពាធឈាមរបស់អ្នកនឹងធ្លាក់ចុះយ៉ាងខ្លាំងដែលបណ្ដាលឲ្យចរន្តឈាមទៅកាន់បេះដូងនិងទៅកាន់ខួរក្បាលថយចុះដោយគ្រោះថ្នាក់បំផុតនេះជាមូលហេតុដែលជាការខ្សោះជាតិទឹកបង្កើនមហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូងនៅពេលយប់យ៉ាងខ្លាំងអ្នកបោះពុម្ពផ្សាយការសិក្សាមួយក្នុងទស្សនាវដ្តីជំងឺសរសៃឈាមបេះដូងបានរកឃើញថាសូម្បីតែការខ្សោះជាតិទឹកកម្រិតមធ្យមក៏បង្កើនមហានិភ័យនៃជំងឺសរសៃឈាមបេះដូងនៅពេលយប់ជាង 60% ដែរការខ្សោះជាតិទឹកនេះដើរតួនាទីយ៉ាងសំខាន់ប៉ុន្តែដំណោះដោះស្រាយមិនសុខស្មាញទេមុនពេលចូលគេង1ម៉ោងទៅ2ម៉ោងយើងត្រូវហូបទឹក1កែវហើយមុនចូលគេងយើងត្រូវបត់ជើងតូចសិននៅឯក្រែដំណេករបស់យើងវិញយើងត្រូវរក្សាទឹក1កែវហើយញ៉ាំបន្តិចប្រសិនបើយើងភ្ញាក់ពីដំណេកហើយស្រេកទឹកទម្លាប់សាមញ្ញនេះជួយរក្សាឈាមរបស់យើងឲ្យហូរបានរលូនពេញមួយយប់ដោយកាត់បន្ថយភាពតានតឹងលើបេះដូងនិងខួរក្បាលឥឡូវនេះខ្ញុំសូមនិយាយអំពីទម្លាប់ពេលយប់ដែលមានគ្រោះថ្នាក់ទី5ការគេងក្នុងបន្ទប់ដែលក្តៅពេកឬក៏ត្រជាក់ពេកស្ទើរតែគ្មាននរណាម្នាក់ភ្ជាប់ទៅនឹងការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលនោះទេសីតុណ្ហភាពបន្ទប់គេងរបស់យើងអាចប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូងរបស់យើងក្នុងពេលយើងកំពុងគេងនៅពេលដែលបន្ទប់គេងក្តៅពេករាងកាយរបស់យើងនឹងពិបាកបញ្ចេញកម្ដៅដែលលើសចេញពីក្នុងខ្លួនដែលធ្វើឲ្យសរសៃឈាមរីកធំចង្វាក់បេះដូងរបស់យើងកើនឡើងនេះបង្កើនភាពតានតឹងសរសៃឈាមបេះដូងនិងបង្កើនសម្ពាធឈាមរបស់យើងការស្រាវជ្រាវពីមហាវិទ្យាល័យ Harvard បង្ហាញថាការគេងក្នុងបន្ទប់ដែលមានសីតុណ្ហភាពក្តៅពេកវាអាចបង្កើនមហានិភ័យដល់សរសៃឈាមបេះដូងយ៉ាងខ្លាំងប៉ុន្តែភាពត្រជាក់ខ្លាំងក៏មានគ្រោះថ្នាក់ដូចគ្នាដែរសីតុណ្ហភាពត្រជាក់ខ្លាំងពេកបណ្ដាលឲ្យសរសៃឈាមរឹតត្បិតហើយបង្ខំឲ្យបេះដូងរបស់យើងខិតខំច្របាច់បូមឡើងវិញជាមួយសម្ពាធខ្ពស់ចំពោះមនុស្សចាស់ណាដែលមានសរសៃឈាមរឹងអាចមានមហានិភ័យគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលទិន្នន័យអឺរ៉ុបបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការគាំងបេះដូងពេលយប់ក្នុងកំឡុងពេលធាតុអាកាសត្រជាក់ជាពិសេសក្នុងចំណោមមនុស្សចាស់សីតុណ្ហភាពមានកម្ដៅត្រជាក់ធម្មតាក្នុងបន្ទប់គេងអាចធ្វើឲ្យសម្ពាធឈាមប្រសើរឡើងវិញជាប្រចាំការគ្រប់គ្រងសីតុណ្ហភាពឲ្យមានកម្ដៅសមរម្យមិនមែនជាការសុខស្រួលនោះទេវាគឺជាការការពារសរសៃឈាមបេះដូងបាទបងប្អូនឥឡូវនេះយើងទាំងអស់គ្នាយល់ពីទម្លាប់ទាំង5ដែលអាចមានគ្រោះថ្នាក់
kèng bể đốនឹងដាច់សរសៃឈាមខួរក្បាលការផ្លាស់ប្ដូរទម្លាប់ពេលយប់របស់យើងដែលជាជំហានទី1ដែលយើងអាចចាប់ផ្ដើមផ្លាស់ប្ដូរនៅយប់នេះទម្លាប់នៅពេលយប់ដែលមានសុវត្ថិភាពសម្រាប់បេះដូងនិងសរសៃឈាមខួរក្បាលរបស់យើងម៉ោង5ល្ងាចញ៉ាំអាហារពេលល្ងាចប៉ុន្តែកុំឲ្យញ៉ាំឆ្អែតពេកផ្ដោតលើប្រូតេអ៊ីនដែលគ្មានខ្លាញ់ញ៉ាំអាហារដែលកាពះស្រួលរំលាយញ៉ាំបន្លែផ្លែឈើឲ្យបានច្រើនជៀសវាងជាតិខ្លាញ់ច្រើនហើយកុំប្រើអំបិលច្រើនពេកម៉ោង7យប់ញ៉ាំទឹក1កែវប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំពេលយប់សូមលេបវាឲ្យត្រូវតាមការណែនាំម៉ោង8យប់ធ្វើសកម្មភាពស្ងប់ស្ងាត់ជៀសវាងភាពតានតឹងផ្លូវចិត្តជៀសវាងសម្លឹងមើលអេក្រង់ម៉ោង9យប់រៀបចំចូលគេងកែតម្រូវសីតុណ្ហភាពក្នុងបន្ទប់ដាក់កែវទឹកមួយក្បែរគ្រែរបស់អ្នកទីតាំងគេងមានសារៈសំខាន់ណាស់ប្រសិនបើអ្នកស្រមុកឬមានបញ្ហាដកដង្ហើមពេលគេងសូមគេងផ្អៀងខ្លួនប្រសិនបើអ្នកភ្ញាក់ពីដំណេកពេលយប់ធ្វើចលនាយឺតអង្គុយបន្តិចសិនមុនឈរញ៉ាំទឹកបន្តិចប្រសិនបើត្រូវការទម្លាប់នេះអាចកាត់បន្ថយភាពតានតឹងសរសៃឈាមរបស់បេះដូងជាង 40% នេះបើយោងទៅតាមការសិក្សាជាច្រើនលើសម្ពាធឈាមនិងសុវត្ថិភាពនៃការគេងសង្ខេបមកវិញទម្លាប់ពេលយប់ដែលមានគ្រោះថ្នាក់5យ៉ាងនោះគឺចាប់ផ្ដើមពីទទួលទានអាហារពេលល្ងាចនៅពេលយប់ហើយឆ្អែតពេករហូតដល់រំលងការប្រើថ្នាំនិងខុសពេលទី3ពញាពេលព្យាបាលការគេងមិនលក់ផ្អាកដកដង្ហើមទី4ការចូលគេងខ្វះជាតិទឹកទី5ការគ្រប់គ្រងសីតុណ្ហភាពកម្ដៅក្នុងបន្ទប់គេងមិនល្អទាំងអស់នេះដែលជាការរួមចំណែកផ្ដល់អំណាចដល់ការគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលពេលយប់ដែលមិនមែនជាវាសនាទេហើយក៏វាមិនពិបាកនឹងការពារដែរគឺវាអាចការពារដោយស្រួលអ្នកមិនត្រូវការព្យាបាលថ្លៃទេអ្នកមិនត្រូវការទម្លាប់ខ្លាំងពេកទេអ្នកត្រូវការយល់ដឹងនិងភាពស៊ីសង្វាក់គ្នាប្រសិនបើអ្នកមានអាយុលើសពី50ឆ្នាំនៅយប់នេះសំខាន់ណាស់ចូលផ្លាស់ប្ដូរទម្លាប់របស់អ្នកនៅយប់នេះមិនមែនចាំសប្តាហ៍ក្រោយទេបេះដូងរបស់អ្នកបានធ្វើការឲ្យអ្នកអស់ជាច្រើនទសវត្សរ៍មកហើយចូលការពារវាគណៈពេលដែលវាសម្រាកនិងមុនហួសពេលបាទបងប្អូនអត្ថបទនេះខ្ញុំបានបកប្រែមកជាភាសាខ្មែរចេញពីលោកវេជ្ជបណ្ឌិតម្នាក់ដើម្បីចែករំលែកដល់បងប្អូនរក្សាសុខភាពយើងទាំងអស់គ្នាហើយបើខ្ញុំមានកំហុសដោយអចេតនាសូមមេត្តាអភ័យទោសជួនកាលខ្ញុំនិយាយពាក្យខ្មែរក៏មិនបានច្បាស់ហើយបើបងប្អូនមានយោបល់សូមដាក់ខមមិនពីខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូថ្មីៗនៅថ្ងៃក្រោយទៀតបាទសូមអរគុណបងប្អូន